ធ្វើរឿងទាំងអស់នេះញឹកញាប់ពេកស្ត្រីអាចប្រឈមជាមួយនឹងការអត់មានកូនឬក៏ពិបាកក្នុងការមានកូនទៅថ្ងៃមុខរឿងទី1ស្ត្រីដែលគាត់ប្រើប្រាស់ថ្នាំពន្យាកំណើត72ម៉ោងញឹកញាប់ពេកនៅពេលដែលយើងប្រើប្រាស់ញឹកញាប់ធ្វើឲ្យស្បូនរបស់យើងក្តៅរលាកឬក៏មានបញ្ហាធ្លាក់សនិងប្រែប្រួលទៅលើអរម៉ូនដែលជាមូលហេតុធ្វើឲ្យស្ត្រីអាចប្រឈមជាមួយនឹងការអត់មានកូនឬក៏ពិបាកក្នុងការមានកូននៅពេលដែលគាត់ចង់បានកូនទៅថ្ងៃមុខចារឿងទី2ចំពោះស្ត្រីដែលគាត់មានបញ្ហារោគស្ត្រីរ៉ាំរ៉ៃចាធ្លាក់អសររបស់ក្លិនហើយអ្នកដែលគាត់មានដៃគូច្រើនធ្វើឲ្យគាត់ឆ្លងនៅជំងឺកាមរោគចាសិម័នស្វាយប្រមេះឬក៏ពពួកមេរោគផ្សិតកត្តាទាំងអស់នេះស្ត្រីក៏ប្រឈមជាមួយនឹងការអត់មានកូនឬក៏ពិបាកក្នុងការមានកូនទៅថ្ងៃមុខដែរដូច្នេះចំពោះស្ត្រីដែលគាត់មានបញ្ហាតាក់ទងជាមួយរោគស្ត្រីឬក៏មានបញ្ហាទៅលើរដូវហើយនឹងស្ត្រីដែលគាត់ប្រើប្រាស់មធ្យោបាយពជាកណាតបន្ទាន់ថ្នាំ72ម៉ោងឬក៏មធ្យោបាយពជាកណាតមួយចំនួនទៀតដែលមិនសមស្របទៅនឹងរាងកាយរបស់គាត់គឺសុទ្ធតែជាកត្តាធ្វើឲ្យគាត់ពិបាកក្នុងការមានកូនឬក៏អាចនឹងមិនមានកូននៅថ្ងៃមុខហើយបើសិនជាបងស្ត្រីទាំងអស់គ្នាមានបញ្ហាទាំងអស់នេះហើយចង់ដោះស្រាយបងអាចតាក់ទងមកកាន់អ្នកគ្រូតាម Telegram បានអរគុណ